រិទ្ធការទំនាក់ទំនងរបស់យើងមនុស្សសំខាន់ណាពេលរស់ស៊ីគឺការទំនាក់ទំនងចាទាំងក្នុងស្រុកទាំងក្រៅស្រុកយើងត្រូវតែមានការទំនាក់ទំនងល្អឆ្លងកាត់ជីវិតហ្នឹងដូចសឹងថាគ្រប់ដំណាក់កាលណាចាអញ្ចឹងខ្ញុំកើតក្នុងតកូលមិនមែនមានទេចាអញ្ចឹងគឺខំប្រឹងដោយខ្លួនឯងរៀនចប់បាក់ឌុបហើយក៏ទៅរៀនតជាលក្ខណៈមហាវិទ្យាល័យឯកជនណាប៉ុន្តែទន្ទឹមនឹងរៀនតហ្នឹងគឺយើងធ្វើការបដាយកលុយទៅរៀនបដាហើយក៏យើងចិញ្ចឹមអូនថែមទៀតចាអញ្ចឹងវាមានការលំបាកល្មមដែលយើងដល់ថ្ងៃនេះអញ្ចឹងខ្ញុំអត់និយាយច្រើនទេដឹងតែថាល្មមដែលយើងបានមកជាបើកអាជីវកម្មមួយគឺយើងទីមួយយើងត្រូវតែរៀនចារៀនដើម្បីឲ្យដឹងជាពិសេសដូចថារៀនពីទម្លាប់សង្គមជាពិសេសភាសាយើងបន្ទាប់មកភាសាបរទេសបើយើងចង់ធ្វើអាជីវកម្មជាមួយបរទេសជាពិសេសដូចថាចង់នាំអាជីវកម្មចេញទៅក្រៅចាទី2គឺបទពិសោធន៍ចាយើងត្រូវទៅការឲ្យគេដើម្បីយើងមានបទពិសោធន៍ធ្វើចាទី3យើងសំលុយដែរយើងធ្វើការផងយើងសំលុយផងចាហើយទន្ទឹមនឹងហ្នឹងមិនត្រឹមតែយកបទពិសោធន៍ពីគេសំលុយហើយពង្រីកការទំនាក់ទំនងរបស់យើងមនុស្សសំខាន់ណាពេលរស់ស៊ីគឺការទំនាក់ទំនងចាទាំងក្នុងស្រុកទាំងក្រៅស្រុកយើងត្រូវតែមានការទំនាក់ទំនងល្អចានិយាយថាការទំនាក់ទំនងហ្នឹងមិនមែនទំនាក់ទំនងមើលឃើញតែអូយតើតែអ្នកឯងផ្ដល់ business ឲ្យខ្ញុំបានខ្ញុំរកអ្នកឯងមិនមែនទេចា